ថ្ងៃនេះថ្ងៃទី28ខែតុលាឆ្នាំ2025ហើយក៏សូមបង្ហាញវឌ្ឍនភាពនៃការកសាងព្រះវិហារនៅវត្តពោធិ៍ប្រជុំជនហៅវត្តវាស្បូវយើងនេះមើលពីខាងកើតចន្លោះពីកើតទៅឃើញជណ្ដើរឡើងនោះពីកាច់មុនទៅដល់លើមើលពីចម្ងាយបន្តិចឃើញសសរឡើង2ជាន់ហើយជាងកំពុងមានញឹកនៅជាន់ខាងលើគឺកំពុងចាក់ពីដានខាងលើជាងចែកជា3ក្រុមមានជាងធ្វើពីដាននោះមួយក្រុមជាងរៀបជញ្ជាំងមួយក្រុមនិងជាងក្បាច់ណាបាត់ក្បាច់តាមក្រុមនេះនៅកន្លែងជណ្ដើរឡើងហើយក្រោមជណ្ដើរនេះរៀបចំជាបន្ទប់សម្រាប់ដាក់អីវ៉ាន់ផ្សេងនិងមានទ្វារមានបន្ទប់កន្លែងហ្នឹងហើយជញ្ជាំងខាងក្រោមនោះមិនច្រើនទេគឺរៀបចិត្តរួចហើយនៅតែដាក់ទ្វារមកដល់ខាងលើផ្នែកខាងជុំវិញឃើញដែលរៀបពីដាននោះគឺផ្នែកដែលកោងដែលគេហៅថាតបោទូកផ្នែកកោងគឺរួចហើយជាងបន្តចាក់ថ្នាំរៀបពុំពីដានសម្រាប់ចាក់ពីដានផ្នែករៀបស្មើទេនៅសល់នោះផ្នែកឃើញចំហនោះគឺផ្នែកតែរៀបទេណាហើយពេលដែលរៀបពុំហើយគឺចាក់ថ្នាំនិងពីដាននោះជាមួយគ្នាតែម្ដងបាទ